ប្រិយមិត្តជនរួមជាតិអ្នកស្ដាប់ជាទីមេត្រីគិតមកត្រឹមថ្ងៃទី10ខែធ្នូឆ្នាំ2025ជនស៊ីវិលដែលបានបាត់បង់ជីវិតដោយសារយោធាសៀមបើកការវាយប្រហារមកលើកម្ពុជានោះកើនឡើងរហូតទៅដល់ចំនួន10នាក់នៅក្នុងនោះមានទារកចំនួន1នាក់និងរងរបួសជនស្លូតត្រង់រហូតទៅដល់60នាក់ក្នុងនោះអ្នកភៀសខ្លួនបានកើនឡើងរហូតទៅដល់ជាង190,000នាក់នេះសុទ្ធតែជាទង្វើឈ្លានពានរបស់ពួកសៀមហើយនេះគឺជាទស្សនវិជ្ជាផ្សេងក្រោយពួកសៀមបាញ់ប្លង់គ្រាប់កាំភ្លើងធំនៅភូមិឋានរបស់ប្រជាពលរដ្ឋនៅឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នាល្ងាចថ្ងៃទី10ខែធ្នូឆ្នាំ2025ថ្មដាជាសមរភូមិមួយដ៏ក្តៅគគុកខណៈកងទ័ពខ្មែរដ៏ក្លាហានអង្គអាចកំពុងតែទប់ទល់និងវាយបកទៅកាន់ពួកសត្រូវសៀមវិញដោយមិនឲ្យពួកគេឈ្លានពានបានសូម្បីតែបន្តិចហើយនេះគឺជាការនាំពាក្យរបស់ក្រសួងការពារជាតិសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគិតត្រឹមថ្ងៃទី10ខែធ្នូឆ្នាំ2025នេះជនស៊ីវិលបានបាត់បង់អាយុជីវិតកើនឡើងរហូតដល់10នាក់ទារក1នាក់និងជនរងគ្រោះចំនួន6នាក់ដែលរងរបួសក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានដោយសេចក្តីថ្លែងការណ៍ក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីការកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពអក្រិតកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានរបស់ខ្លួនទាំងកំរោលមកលើទឹកដីកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិយភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដោយកំរោលដែលមានការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដជាបន្តទៅនេះករណីយោធាថៃបានបើកការបាញ់ប្រហារក្នុងដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជានៅភូមិសាស្ត្រយុទ្ធភូមិភាគទី5តំបន់អូភ្លុកដំរីខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 10:06 នាទីយោធាថៃបានបើកការវាយប្រហារមុនមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជាក្នុងតំបន់អូភ្លុកដំរីខេត្តពោធិ៍សាត់កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវសៀមដែលឈ្លានពានយ៉ាងស្វិតស្វាញនិងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជាហើយជាបន្តទៅនេះជាទីតាំងមួយទៀតដែលពួកសៀមបានបាញ់ប្រហារគឺនៅភូមិសាស្ត្រយុទ្ធភូមិភាគទី4ក្នុងខេត្តឧត្តរមានជ័យចាប់ផ្ដើមការបាញ់ប្រហារនៅវេលាម៉ោង 4:40 នាទីនៅព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2025នេះដោយបានបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទខ្នាតែកងកម្លាំងកម្ពុជាកំពុងតែតាំងជើងហើយក៏ប្រយុទ្ធតតាំងជាមួយនឹងសត្រូវដោយស្វិតស្វាញដោយមិនរាថយហើយក៏បាញ់បកទៅពួកគេវិញដែលមិនឲ្យពួកចៅសៀមឈ្លានពានបានសូម្បីតែមួយចង្អាមជាបន្តទៅទៀតការបាញ់ប្រហាររបស់ពួកសៀមមកក្នុងខេត្តបន្ទាយមានជ័យគឺនៅយុទ្ធភូមិភាគទី5ឃុំព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី11ធ្នូនេះដដែលគឺនៅវេលាម៉ោង 7:50 នាទីព្រឹកយោធាថៃបានបាញ់ប្លង់មកក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅសកម្មភាពដោះកុកក្លឿននិងដោះខោខៅហើយការបាញ់ដល់កំរោលនេះដែលមិនរើសគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់អន្តរជាតិនិងជាទង្វើអមនុស្សធម៌ដែលខុសច្បាប់ខ្លាំងមែនទែនសូមអរគុណប្រិយមិត្តសម្រាប់ការតាមដានពីដើមដល់ចប់ជួបគ្នានៅព័ត៌មានក្រោយ